នៅប្រទេសជប៉ុនមានរូងក្រោមដីមួយដែលអ្នកបើកឡានតាក់ស៊ីខ្លះនឹងអត់ហ៊ានឆ្លងកាត់នៅពេលយប់ទេអ្នកនរគ្នានោះដែលនៅទីនោះបាននិយាយថាពួកគេបានឮសំឡេងស្រែកឃើញស្រមោលឈរនៅក្នុងផ្លូវរូងក្រោមដីហ្នឹងអ្នកនរគ្នាហើយខ្លះទៀតនិយាយថាមានមនុស្សអង្គុយនៅកៅអីឡានខាងក្រោយទៀតផងដោយគេបានឲ្យឈ្មោះផ្លូវរូងក្រោមដីហ្នឹងថា Inunaki Tunnel Inunaki Tunnel ស្ថិតនៅខេត្ត Fukuoka នៅប្រទេសជប៉ុនដោយវាជា tunnel ចាស់មួយសាងសង់នៅតំបន់ភ្នំដាច់ស្រយាលពេលក្រោយមកមាន tunnel ថ្មីសម្រាប់ប្រើប្រាស់ហើយ tunnel ចាស់នេះទៅបានគេបោះបង់ចោលតែបញ្ហានោះគឺមនុស្សជាច្រើនចាប់ផ្ដើមនិយាយថាកន្លែងនេះគឺមិនធម្មតាទេអ្នកនរគ្នានៅពេលយប់ខ្យល់នៅទីនោះមានសភាពត្រជាក់ខ្លាំងស្ងាត់រហូតអាចឮសំឡេងទឹកធ្លាក់ពីជញ្ជាំងហើយអ្នកដែលចូលទៅភាគច្រើននិយាយដូចគ្នាហើយមានអារម្មណ៍ដូចជាមានអ្នកមើលមកខ្លួនឯងអញ្ចឹងអ្វីដែលធ្វើឲ្យកន្លែងនេះគួរឲ្យខ្លាចជាងគេនោះគឺមានករណីឃាតកម្មពិតនៅឆ្នាំ1988មានយុវជនម្នាក់នឹងត្រូវបានចាប់និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃមុននឹងត្រូវសម្លាប់ករណីនេះបានធ្វើឲ្យជនជាតិជប៉ុនទាំងប្រទេសគឺភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងហើយបន្ទាប់ពីហេតុការណ៍នោះហើយមនុស្សចាប់ផ្ដើមនិយាយថាវិញ្ញាណរបស់ជនរងគ្រោះនៅតែស្ថិតនៅក្នុងផ្លូវរូងក្រោមដីនោះដោយអ្នកបើកបរឡានខ្លះនឹងបានអះអាងថាពេលដែលបើកបរឆ្លងកាត់វិទ្យុនៅក្នុងឡាននឹងរលត់ដោយខ្លួនឯង YouTuber និង Ghost Hunter ជាច្រើនបានទៅថតវីដេអូនៅទីនោះហើយមនុស្សខ្លះបានឮសំឡេងដូចជាមានអ្នកដើរទោះគ្មាននរណានៅពីក្រោយទៅដោយខ្លះទៀតបាននិយាយថាពេលដែលថតរូបមានស្រមោលមនុស្សបង្ហាញនៅក្នុងកាមេរ៉ាមានករណីមួយក្រុមមិត្តភ័ក្តិមួយចូលក្នុង channel នៅពេលយប់ពេលដែលពួកគេចេញមកវិញម្នាក់នៅក្នុងក្រុមបាននិយាយថាគេឃើញម្នាក់ហ្នឹងឈរនៅខាងចុងនៃ channel ហ្នឹងហើយតែពួកគេបានបើកភ្លើងទៅមើលគ្មាននរណានៅទីនោះទេនៅជិត channel នោះក៏មានរឿងព្រេងអំពី Inunaki Village ដែលពួកគេនិយាយថាវាជាភូមិសម្ងាត់មួយដែលមិនគោរពច្បាប់របស់ប្រទេសជប៉ុនទេរឿងព្រេងបាននិយាយថាអ្នកដែលចូលទៅអាចនឹងមិនអាចត្រឡប់មកវិញទេអ្នកនរគ្នាប៉ុន្តែមនុស្សជាច្រើនជឿថាភូមិនេះគ្រាន់តែជា urban legend ប៉ុណ្ណោះគេគ្មានភស្តុតាងបញ្ជាក់ផ្លូវការណាមួយថាជារឿងពិតនោះទេតែរឿងនេះធ្វើឲ្យ Inunaki Channel កាន់តែគួរឲ្យខ្លាចឡើងដោយសប្តាហ៍ថ្ងៃនេះមនុស្សនៅតែទៅទីនោះហើយអ្នកខ្លះទៅដើម្បី challenge អ្នកខ្លះទៅថត YouTube តែអ្នកស្រុកជាច្រើននៅតែជៀសវាងកន្លែងនេះនៅឡើយទេនៅពេលយប់ពួកគេបាននិយាយថាមានអ្វីមួយដែលរងចាំនៅទីនោះអ្នកខ្លះចូលទៅហើយមានអារម្មណ៍វិលមុខឬភ័យខ្លាចដោយគ្មានមូលហេតុតែម្ដងតែសំណួរមួយនោះគឺតើវាជាខ្មោចពិតដែរឬទេឬគ្រាន់តែជាការភ័យខ្លាចរបស់មនុស្សអ្នកវិទ្យាសាស្ត្រខ្លះបាននិយាយថាកន្លែងងងឹតនិងកន្លែងស្ងប់ស្ងាត់អាចធ្វើឲ្យពួកមនុស្សស្រមៃឃើញអ្វីដែលចម្លែកប៉ុន្តែអ្នកដែលធ្លាប់ទៅទីនោះជាច្រើននៅតែអះអាងដូចគ្នាថាអារម្មណ៍នៅទីនោះមិនដូចកន្លែងធម្មតាទៀតនោះទេ Inunaki Tunnel គ្រាន់តែជាផ្លូវក្រោមដីមួយដែលមើលទៅគួរឲ្យភ័យខ្លាចនិងជាកន្លែងដែលគេបោះបង់ចោលតែប៉ុណ្ណោះចុះសម្រាប់អ្នកទាំងគ្នាវិញហ៊ានជិះឆ្លងកាត់ទីនោះនៅពេលយប់ដែរឬទេសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងគ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក